vàសម្រាប់ការប្រកួតនៅថ្ងៃអាទិត្យគឺនឹងលើកឡើងអំពីការប្រកួតដ៏ធំជាការជួបគ្នារវាងក្រុមសារកាព្រៃ Newcastle United និងបាល់កីឡាដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ក្រុមកំភ្លើងធំ Arsenal និយាយថាសម្រាប់ក្រុមម្ចាស់ផ្ទះ Newcastle United បាទនឹងទទួលស្វាគមន៍កំភ្លើងធំ Arsenal នេះគឺនឹងប្រកួតនៅម៉ោង 10:30 នាទីបាទនៅថ្ងៃអាទិត្យបងប្អូនបាទអញ្ចឹងយើងឃើញថាសម្រាប់ក្រុមម្ចាស់ផ្ទះបើយើងគិតទៅគឺកំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ 13 មាន 6 ពិន្ទុតែឡែកក្រុមភីវកំភ្លើងធំ Arsenal នៅវិញគឺកំពុងតែធ្វើបានល្អស្ថិតនៅចំណាត់ថ្នាក់លេខ 2 មាន 10 ពិន្ទុអញ្ចឹងយើងគិតថាសម្រាប់ក្រុមទាំងពីរគឺខុសគ្នាតែ 4 ពិន្ទុទេបើសិនជា Port បាទ Newcastle អាចឡើងទៅច្រើនពិន្ទុមែនតើប៉ុន្តែបើយើងមើលទៅលេខ 2 និងលេខ 10 ជាងបាទគឺទៅអង់គ្លេសហ្នឹងមែនណាបាទចឹងយើងឃើញថាសម្រាប់ក្រុមម្ចាស់ផ្ទះក៏ចង់បាន3ពិន្ទុពីក្រុមភីវហើយក្រុមភីវកំពើធំ Arsenal នោះក៏ចង់បាន3ពិន្ទុពីក្រុមម្ចាស់ផ្ទះដើម្បីមានឱកាសប្រជែងនៅក្នុងគេថា Top 1 តែម្ដងបាទប្រជែងជាមួយនឹង Liverpool យ៉ាងណាបើយើងមើលអំពីការប្រកួតរបស់ក្រុមទាំងពីរបន្តិចបងប្អូនបាទយើងឃើញថាសម្រាប់ក្រុមទាំងពីរក៏មានការជួបគ្នាច្រើនប៉ុន្តែយើងឃើញថាការពីប្រកួតកន្លងទៅលើការមុនយើងឃើញថាArsenal គេបានយកឈ្នះទៅលើ Newcastle 1-0ហើយការប្រកួតបាទមិត្តភាពកន្លងទៅមុនបើកការក៏Arsenal គេបានយកឈ្នះទៅលើ Newcastle 3-2ផងដែរនេះគឺពីប្រកួតចុងក្រោយយ៉ាងណាបើយើងធៀបជាមួយនឹងការប្រកួតនៅក្នុងរាត្រីនេះខ្ញុំគិតថាបាទសម្រាប់ Newcastle ក្រោមការដឹកនាំរបស់បាទលោកបាទ Eddie Howe ខ្ញុំគិតថានៅក្នុងរាត្រីថ្ងៃអាទិត្យថ្ងៃស្អែកនេះនឹងអាចបាទប្រើប្រាស់កីឡាករមួយចំនួនបាទដោយកីឡាករមួយចំនួនផ្សេងទៀតរបស់បាទសារកាព្រៃដូចជាកីឡាករ Weza គឺមានបញ្ហារបួសបាទកីឡាករ Ramsey គឺមានបញ្ហារបួសនិងបាទ Fabian Schär ក៏មិនទាន់ប្រកាសវិជា 100% ដែរបាទដែលឡែកបាទសម្រាប់បាទកំភ្លើងធំ Arsenal ក្រោមការដឹកនាំរបស់លោក Miguel Arteta នោះវិញបើយើងមើលពីសមាជិកកីឡាករដែលមានបញ្ហារបួសគឺមានកីឡាករ Madueke បាទមានបញ្ហារបួសកីឡាករ Gabriel Jesus ក៏មានបញ្ហារបួស Kai Havertz បាទអញ្ចឹងគេថាប្រយុទ្ធ3សិតតែរបួសហើយបាទហើយ Martin Odegaard នោះអត់ទាន់ប្រកាសវិជាទេនិងកីឡាករបាទ Hin បាទ Capi អញ្ចឹងយើងឃើញថាសម្រាប់តំពន់ប្រយុទ្ធរបស់លោកMiguel Arteta មានបញ្ហារបួសកីឡាករ Kai Havertz Gabriel Jesus និង Madueke បាទយ៉ាងណាបើយើងមើលពីសមាជិកភាពបាទកីឡាករបាទរបស់ក្រុមម្ចាស់ផ្ទះទៅមុនបាទអាចមានអ្នកចាំទីគឺកីឡាករបាទនីប៉ូពេកីឡាករខ្សែការពារមាន4រូបគឺថាមានកីឡាករ Dan Burn កីឡាករ Thi Hao កីឡាករ Trippier និងកីឡាករ Viran Tento និងកីឡាករខ្សែបម្រើ3រូបមាន Comares Tonali កីឡាករ Bajo Linton និងប្រយុទ្ធ3ខាងលើអាចនឹងមានកីឡាករ Anthony Gordon នៅខាងឆ្វេងកីឡាករ Murphy នៅខាងស្ដាំនិងកីឡាករបាទ Wout Thomas បាទនៅប្រយុទ្ធប្រអប់តែម្ដងតែឡែកបើយើងមើលពីសមាជិកកីឡាករ11អ្នកដំបូងរបស់កំភ្លើងធំ Arsenal អាចនឹងប្រើប្រាស់ទម្រង់3បាទ 4-3-3 បាទលោក Mikel Arteta តែងតែប្រើ 4-3-3 បាទយើងទៅណាមួយឆ្ងាយពីអ្នកចាំទី David Raya ខ្ញុំគិតថានឹងមានការបង្ហាញខ្លួនហើយខ្សែការពារ4រូបកណ្ដាល2រូបមាន Gabriel និង William Saliba បាទស្លាបខាងស្ដាំមាន Timber ខាងឆ្វេងមានកីឡាករ Ricardo Calafiori បាទធ្វើបានល្អមែនទែនបាទបំរើ3កណ្ដាលមានបាទDeclan Rice មានកីឡាករ Mikel Merino និងកណ្ដាលមាន Zombie Mendy និងប្រយុទ្ធ3ខាងលើបើយើងរាប់ពីខាងឆ្វេងមានកីឡាករ Eze បាទអញ្ចឹងចំណូលថ្មីយកថ្ងៃអាទិត្យអាចមានការបង្ហាញខ្លួនហើយបាទនឹងកីឡាករ Bukayo Saka នៅខាងស្ដាំនិងប្រយុទ្ធប្រអប់គឺកីឡាករ Victor Gyökeres អញ្ចឹងដឹងថាក្រុមទាំងពីរអាចក្រុមណាទទួលបាន3ពិន្ទុឬក៏គេចែកគ្នាម្នាក់1ពិន្ទុប៉ុន្តែខ្ញុំគិតថាក្រុមទាំងពីរបើយើងប្រៀបធៀបណាពិបាកប្រជែងណាពីព្រោះArsenal គេកំពុងអាស្រ័យគេថាស្អីគ្លៀនជ័យជំនះដើម្បីយកទៅកំពូលតារាងហើយយ៉ាងណា Newcastle បន្ទាប់ពីកីឡាករខ្សែប្រយុទ្ធមួយចំនួនបានចាក់ចេញដូចជាកីឡាករ Alexander Isak ចាក់ចេញទៅដូចជាមិនធ្វើបានល្អប្រហែលទេប៉ុន្តែយើងមិនទាន់អាចសន្និដ្ឋាន 100% ទេថាក្រុមណានឹងទទួលបានជ័យជំនះមានបងប្អូនបាទអាចចូលរួម comment ថាតើក្រុមទាំងពីរក្រុមណានឹងទទួលបានជ័យជំនះ